ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំចាថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកស្គាល់ទីតាំងប្រាសាទបុរាណខ្មែរយើងមួយទៀតហើយដែលទីតាំងប្រាសាទនេះគឺស្ថិតនៅភូមិរហាលឃុំនគរធំក្រុងសៀមរាបខេត្តសៀមរាបចាហើយប្រាសាទនេះដែរគឺនៅខាងជើងប្រាសាទបន្ទាយក្តីចាអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនចូលទៅទស្សនាប្រាសាទជាមួយនាងខ្ញុំទាំងអស់គ្នាចាផ្លូវចូលទៅកាន់ប្រាសាទគឺមិនធំប៉ុន្មានទេគឺជាផ្លូវលំទូចមួយចាឥឡូវយើងបានមកដល់ទីតាំងនៃប្រាសាទហើយពុកម៉ែបងប្អូនចាប្រាសាទនេះគឺមានឈ្មោះថាប្រាសាទក្តីសូរឬមានឈ្មោះមួយទៀតថាកុដិស្វរៈប្រាសាទនេះគឺសាងសង់នៅលើទីទួលខ្ពស់មួយដែលហុំព័ទ្ធទៅដោយក្រសិនទឹកប្រសិនបើខែវស្សាគឺយើងមិនអាចចូលមកទស្សនាបានទេដោយសារតែមានទឹកពាសពេញនឹងតែម្ដងចាបើសិនជាយើងចង់ទស្សនាគឺត្រូវលុយទឹកចូលមកកាន់ទីទួលនៃប្រាសាទចាប្រាសាទនេះដែរគឺសាងសង់ឡើងនៅចុងសតវត្សទី9ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី2កសាងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាដែលប្រាសាទនេះសាងសង់មានតួប៉មទាំងអស់3ប៉ុន្តែតួប៉មទាំងនេះមិនបានសង់ដំណាលគ្នានោះទេគឺតួប៉មកណ្ដាលសាងសង់មុនដំបូងហើយសាងសង់ក្នុងរចនាបថព្រះគោចំណែកប្រាង្គ2ទៀតគឺសាងសង់នៅពេលក្រោយហើយសាងសង់ក្នុងរចនាបថប្រែរូបប្រាសាទនេះគឺនៅប្រាង្គធំកណ្ដាលតាំងរូបព្រះវិស្ណុប្រាង្គខាងស្ដាំតាំងរូបព្រះព្រហ្មនិងប្រាង្គខាងឆ្វេងតាំងរូបព្រះឥសូរចាប្រាសាទក្តីសូរនេះដែរគឺរងការបាក់បែកខូចខាតអស់ច្រើនមែនទែនចាគឺមានតែប្រាង្គកណ្ដាលទេរៀងនៅសល់ច្រើនជាងគេបន្តិចចំពោះប្រាង្គពីរសងខាងគឺបាក់បែកស្ទើរតែរៀបនឹងដីទៅហើយចាទី1គឺដោយសារតែអាយុកាលនៃប្រាសាទហើយប្រាសាទសាងសង់អំពីឥដ្ឋអញ្ចឹងហើយគឺអាយុកាលយូរទៅគឺងាយពុកផុយបាក់ធ្លាក់ខូចខាតចានឹងមានការគួបផ្សំនៅកត្តាផ្សេងជាច្រើនទៀតចានៅមុខប្រាង្គខាងស្ដាំដៃយើងឃើញមានផ្តែរដែលធ្លាក់មកនៅខាងក្រោមមួយផ្ទាំងគឺជាថ្មភក់គឺពិតជាស្រស់ស្អាតមែនទែនពុកម៉ែបងប្អូនចានេះគឺជាផ្តែរទ្វារប្រាង្គខាងស្ដាំចាដែលធ្លាក់មកចាគេយកមកទុកនៅខាងមុខនឹងប្រាង្គតែម្ដងចាគឺពិតជាស្រស់ស្អាតមែនទែនចម្លាក់ទឹកដៃរបស់បុព្វបុរសខ្មែរយើងចានេះគឺជាទិដ្ឋភាពប្រាង្គខាងស្ដាំដែលតម្កល់រូបព្រះព្រហ្មចាហើយនេះគឺជាប្រាង្គកណ្ដាលដែលដាក់តម្កល់រូបព្រះវិស្ណុចានេះគឺជាប្រាង្គខាងឆ្វេងដែលតម្កល់រូបព្រះឥសូរចានៅទីទួលនៃប្រាសាទគឺមានសភាពស្ងាត់ជ្រងំតែម្ដងចំពោះក្រសិនទឹកព័ទ្ធជុំវិញយើងមើលឃើញដូចជាប្រជាពលរដ្ឋគាត់ធ្វើស្រែធ្វើអីនៅពីពេញនឹងតែម្ដងចាហើយក៏មិនសូវមានភ្ញៀវគាត់បានចូលមកទស្សនាប្រាសាទមួយនេះទេចាគឺនៅស្ងាត់ស្រងំឯកាតែម្ដងចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបានមកលេងខេត្តសៀមរាបចាមកលេងប្រាសាទបន្ទាយក្តីកុំភ្លេចឈានចូលមកទស្សនាប្រាសាទក្តីសូរនេះផងចាគឺនៅជិតនឹងប្រាសាទបន្ទាយក្តីទេចាចូលមកក្នុងតែបន្តិចគឺឃើញទីទួលនៃប្រាសាទក្តីសូរនេះហើយចានេះគឺជាប្រាង្គដែលនៅខាងឆ្វេងដែលតម្កល់រូបព្រះឥសូរចានេះគឺជាទម្រសេវលឹង្គដែលមានរាងមូលចារាងខុសប្លែកពីគេបន្តិចចាគឺឃើញមានរាងមូលភាគច្រើនគឺយើងតែងតែឃើញមានរាង4ជ្រុងចាចំណែកនៅប្រាសាទនេះយើងឃើញទម្រសេវលឹង្គគឺមានរាងមូលប៉ុន្តែចំពោះសេវលឹង្គគឺបានបាត់បង់ហើយ
ចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាសូមបងប្អូនកុំភ្លេចអញ្ជើញមកទស្សនាទីតាំងប្រាសាទព្រៃសូរនេះផងដើម្បីជាការលើកស្ទួយនៅស្នាដៃរបស់បុព្វបុរសខ្មែរយើងចាប្រសិនបើពុកម៉ែបងប្អូនមិនមានពេលវេលាគ្រប់គ្រាន់អាចទស្សនាតាមរយៈវីដេអូរបស់នាងខ្ញុំក៏បានដែរចាអរគុណច្រើនពុកម៉ែបងប្អូនចាសូមជម្រាបលាជួបគ្នាជាមួយនាងខ្ញុំនៅវីដេអូក្រោយ